đập để nâu nắng ở về ai nâu nắng ban cầm rất na đây bằng សួស្តីពុកម៉ែបងប្អូននៅទឹកដីស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបងប្អូនសង្កេតមើល បាទ ចេញច្រើនបងប្អូន dương bạch lên 5 pol hàng phê điបាទ 5 pol có việc bỏ đỏ là cái đập tui đang này បាទ hay sang phái còn chăng này sang phái bữa sang miên tế bỏ dương nhưng tục cho បាទ tại bờ miên làm dương liên sang phái và hai món đang việc tục cho bà cái đập để tui của phên cái ấy nè tại vì ai mà tạo ra phật màu pin sáng á bàn tay này cái đập ní dương mưa tới lại cái ăn nơi cái láng đi បាទ bàn này than này ní sang việc tay căng này mà chăng để ai tục ban បាទ bạn ha dương và thôi ca ban bạn này mà mình và thôi mấy dẹp bên này ca bán nhưng thôi ban làm đập ngay đọ mà là đập ngay ấy ban cả đòn đây បាទ đâyยังทาviệc bán này នេះវាចេញអញ្ចឹងគ្រប់ដើមមែនបង បាទចាប់គ្រប់ដើម ឥឡូវយើងដើរមើល វាដូចថាវាដើមដែលវាត្រូវវគ្គដែលវាចេញការបានមុនវាចេញចឹងគ្រប់ដើមហើយ បាទ ចេញស្អាតចេញស្អាតមែនតើ អត់ទៅរីកហ្នឹង បាទ បាទ វាតាមដំណាក់កាលនេះមើលមែនតើ បើសិនជាវាដំណាក់ដែលវាត្រូវអាចេញហ្នឹងគឺវាចេញចឹងហ្មង នេះចេញមកល្អមែនតើល្អមែនតើ បាទ នៅដូចនេះហើយ នេះលោកគ្រូ នេះក្បាលរួយចេញមកស្អាតមែនតើនេះ វាចឹងវាមាននេះដូចថាវាអានេះវាតំចេញក្រោយចឹងវាទៅចាប់ដើមតាចាប់ដើមរីកចឹងណា បាទ តែបើវគ្គមុនចេញមកគឺស្អាតចឹងហ្មង អូប៉ុន្តែវាបន្តចេញបន្តនេះក៏ដាក់នេះមករហូត យើងវគ្គមុនបានមកកម្រិតហ្នឹងវាថា30%អីចឹងណា ចង់និយាយថាវគ្គមុនដែលចេញមកគឺក្តឹបស្អាតល្អមក បាទបាទស្អាត ផ្លែចេញមកស្អាតមក បាទបាទហ្នឹងហើយ បងមកចកោមចូល10គ្រាប់លឺ10គ្រាប់នេះច្រើន មានលើមានខ្ញុំនៅប្លុកនោះមានអាផ្លែចាស់ណា បាទ មានដល់កម្ាល់ប៉ុណ្ណេះ30គ្រាប់ទៀត អូមានអា30គ្រាប់ មានដល់30គ្រាប់វានៅណាតែនេះកម្រិតអាវគ្គនេះគឺវាចេញមកចឹងហ្នឹងមើលទៅទទួលយកបាន នេះស្អាតណាស់ បាទ ចេញមកយើងមើលគាត់ទៅមើលអានេះគាត់តែចេញអាទូចមកណាចេញអាទូចមកញ៉ៃពេញហ្នឹងមើលឃើញស្អាតមែនតើអាហ្នឹងមកវគ្គដែលចេញមកអត់ខូចទេ ហ្នឹងហើយបានទុំ30 បាននេះថាការវគ្គដំបូងដែលចេញមកវាលក្ខណៈមកវាគុណភាពវាចេញមកវាស្អាតអញ្ចឹងវាអត់អន់ទេចេញមកល្អមក លើនោះវិញខ្ញុំនោះផ្កា អូនេះ វាគុណភាពវាអត់ល្អណាប៉ុន្តែវានៅតែចេញ បាទ គុណភាពវាបានន័យថាវារៀងខ្លីណាតងផ្កានៅតែចេញហ្នឹងហើយ វាថាវាមានកម្លាំង នេះអត់កម្លាំងទេអាហ្នឹងតែប៉ុន្តែនៅចេញ ហ្នឹងអូបងខា បងចកានៅនឹងទាំងអស់ប្រហែលហាត់ បងខ្ញុំឲ្យចូល20ហាត់ជាង 20ហាត់ជាង បាទនៅភ្នំមួយកន្លែងទៀត នៅនេះគេហៅភូមិអីបង នៅឃុំទួលភូមិទួលបារោឃុំទួលបារោស្រុកម៉ាឡៃ នៅក្នុងដរមានជ័យបងណា ខេត្តបន្ទាយមាន អូបន្ទាយមានជ័យបងប្អូនសំទោស បាទនេះអាហ្នឹងវគ្គមុននេះវគ្គមុនបំផុតនោះវាវគ្គអាស្វែង ចេញ តិចទេចឹងណា ការវាចេញ បាទយ៉ាងតិចហ្នឹង គ្រប់ដើមបងប្អូនវាចេញសាហាវមែនទែន នេះក៏ល្អ ទិញកដាក់ ដងដើមប្រហែលឆ្នាំបងអាយុ អានេះទៅ5ឆ្នាំ តែដីរៀងអន់ដែរណាបងដីអន់ ដីអត់ល្អទេដីលំដាប់ថាវាអត់ទៅខ្ញុំជឿជាក់ថាវាអត់ទៅល្អដីមើលទៅ តែមានក្រៀមខ្លះដែរ បាទ វាតិចតួច វាជាតិរួចអាតិចតួចណា បាទ ប៉ុន្តែបើយើងគិតទៅតកតងមួយគុណភាពបងឲ្យតែបាញ់តាមការណែនាំ បាទនេះគ្រូនេះអាហ្នឹងឃើញវគ្គមុនចឹង បងប្អូនដែលមានបញ្ហាចន្ទពីខូចឬក៏គាំងផ្កាគាំងអត់លូតក្តឹបបងប្អូនប្រឹក្សាជាមួយនឹងក្រុមការងារបច្ចេកទេសតែបងប្អូនងាកទៅខាងណាក៏ចេញផ្លែដែរបងប្អូនបងយើងស៊ូមឲ្យគៀកនេះមកឃើញនៅសារនៅក្នុងវីដេអូរៀងបាក់តាមដានចាប់យកប្លង់ណា ហើយអាដំណាក់កាលក្រោយទេអាទឹមរីកខ្ញុំទៅចាប់ដើមបាញ់ ផ្លែទុនមែកតែម្ដងអម23បងប្អូន វាអត់មានបាច់រីកច្រើនទេ រីកមកវាចេញចាក់ស្លាយបងប្អូនមើល មកចេញមកយើងមើលក្បាលរួយចេញឡើងអែញ៉ាំ នេះបាទ នៅមកខាងលើនេះអីតែបាច់មើលតងធួយតងធួយខុសល្អ ហ្នឹងទេ បាញ់លើកចុងក្រោយបានប៉ុន្មានថ្ងៃបង នេះលើចុងក្រោយចាប់ដើមបាញ់ទៅបាញ់ថ្ងៃនេះ អូទៅបាញ់ថ្ងៃហ្នឹង បាញ់ថ្ងៃនេះ នេះផ្កាឃើញអញ្ចឹងវាចេញមក បាញ់ទៅមានអារម្មណ៍ថាគេចាប់អារម្មណ៍លើចកាខ្ញុំច្រើនដែរតែគេយើងប្រើទៅណា បាទ គេចាប់អារម្មណ៍ថាយើងប្រើអីប៉ុន្តែការថែទាំរបស់ខ្ញុំរៀងដិតដល់ជាងគេតិចហើយ បាទដូចខ្ញុំប្រាប់បង បានហ្នឹងហើយរៀងដិតដល់មិនមែនធ្វើកន្លំកៅអីអត់ទេខ្ញុំដាំគឺបាញ់ទៀងទាត់របស់ខ្ញុំនេះមើលខាងនេះបានលោកគ្រូនេះ នេះ ហ្នឹងអាហ្នឹងវគ្គមុនណាតែវគ្គក្រោយវានៅមានអាដូបចឹងខ្លះដែរមិនមែនអត់ទេមើលចេញមក ចេញមកច្រើនហើយអត់សូវចាញ់សើមទេបងប្អូន បាទអញ្ចឹងយើងទុកបានលក្ខណៈយើង ដូចក្របភ្លៀងចឹងបងប្អូន ក
ថាជាសាមវាខ្លាំងវាតែតែមានតែ ហើយមិនមែនផ្លែមកចំហៀងខាងត្រូវថ្ងៃបងប្អូនផ្លែដំកង់ផ្លែជុំវិញដើមនេះបងប្អូន អេបើនៅចិត្តគឺខ្លាំងហើយនៅចិត្តខ្លាំងហើយព្រោះឆ្នាំតែមិញគ្រូណែយើងប្រើយើងប្រើផលិតផលទៅពីទៅវាដូចថាសាស្ទឹងតែ100នៅតែ3នៅតែ30 បាទវាសឹងទៅចង់អស់វានៅតែ 30% ហ្នឹងចាំស្ទើរទៀត ដល់ពេលឆ្នាំនេះអត់ទេឆ្នាំនេះយើងឃើញថាចេញចឹងប៉ុន្តែថាយើងមិនតាន់ដល់ដំណាក់កាលថាវាការពារបានកម្រិតណាណា បាទ ប៉ុន្តែឃើញវាចេញស្អាតជាងឆ្នាំទៅមិញ បាទចេញ ចេញគឺកោមជាងឆ្នាំទៅមិញ បងចាក់ទៅនឹងប្រសិទ្ធភាពនិងគុណភាពដែលរក្សាក្តាប់ដែលនៅនឹងកងហ្នឹងណាដូចខ្ញុំជំរាបប្រាប់បងអញ្ចឹង បាទបាទ បើសិនណាជាវាមានប្រែប្រួលអាកាសធាតុសើមប្រៃឬមកក៏អាកាសធាតុប្រែប្រួលយ៉ាងណាខ្លាំងអីទៅប្រើតាមលក្ខខណ្ឌដែលខ្ញុំជំរាបប្រាប់បងមុនហ្នឹង បាទបាទ នៅហើយ នៅហើយ បាទអត់ទៅណាទេ ឲ្យតែវានៅចិត្តហ្នឹងវាអូខេហើយ ហើយដូចអាចាក់ទៅនឹងការធ្វើចកម្មដូចខ្ញុំប្រាប់បងពីខាងដើមហើយកម្មខ្ញុំមកពីខាងដើមដំបូងដីនេះទឹកនៅទឹកឡើយ បាទបាទនៅទឹក ប៉ុន្តែឥឡូវបងធ្វើបានទៅកោមែន បាទ សកោម30-40គ្រាប់មិនធម្មតាណាបង បាទ កម្រមានប្រភេទថ្នាំណាប្រើលើចន្ទទី ឡើងនោះវាមានបិណ្ឌកថាហ្នឹងវាចេញមុនទៅឃើញមិញហ្នឹងឡើងកម្លចឹងមានចឹងមាន20មាន 30 30 ចិត្តជើងខ្លួនអាយុប៉ុន្មានឆ្នាំ អាហ្នឹង7 8ឆ្នាំហើយ ហ្នឹង7 8ឆ្នាំ បាទអានេះវាអានេះ5ឆ្នាំ នេះ ប្លុកនោះ6ឆ្នាំនោះ បាទ ដីចូល20អតាលើសតិច ប៉ុន្តែ ប៉ុន្តែដីយើងវាបាត់ដៅខ្លះចឹងយើងគិតថា4000ដើមជាងនោះថា20អតាចាស់ បាទបាទ បាទមហាតាវា200ដើមអីចឹង តែបងបាញ់កម្លាំងចេញមកល្អកម្លាំងខ្លាំងមែនតើ ខ្ញុំធ្វើរៀងដិតដល់ជាងគេក្នុងមកចំណោមចការក្នុងតំបន់ហ្នឹង បងបញ្ជាក់មើលបងប្រើម៉ាន់មុខពីដើមទីមក ខ្ញុំ ប្រ ប្រើ ភេទ ជាមួយតាអិនផ្លាស់ហើយឌីផ្លាស់ហ្នឹង អិនផ្លាស់យើងប្រើយកត្រួយ បាទបាទ ឌីផ្លាស់យើងប្រើដំណាក់កាលផ្កាផ្លែ ឥឡូវយើងដាក់ដំណាក់កាលឌីផ្លាស់នេះ យើងលាយតែមួយថ្នាំពុលបន្ថែមទេយើងអត់បានលាយជំងឺឬក៏ប្រភេទបូរ៉ុនឬក៏កាល់ស្យូមផ្សេងៗយកអត់ប្រើទេ ផលិតផលរបស់យើងវាងាយស្រួលក្នុងការប្រើប្រាស់ដោយសារអីយើងអត់ចាំបាច់ទៅលាយឡំជាមួយនឹងប្រភេទថ្នាំអីផ្សេងៗទេសំខាន់យើងប្រើស្របតាមបច្ចេកទេសនិងការណែនាំរបស់គ្រូបច្ចេកទេសរបស់ក្រុមហ៊ុនទៅ បាទ តើតើនៅបច្ចេកទេសក្នុងការថែទាំដែលយើងផ្ដល់ឲ្យអតិថិជនយើងទៀត បាទ លទ្ធផលដូចយើងបានឃើញអញ្ចឹង បាទ បាទ វគ្គមុនបាញ់មុននឹង2វគ្គវាជួបបញ្ហាសម្មើល បាទ តែយើងអត់ប្រើថ្នាំបំពន់ទេមួយវគ្គយើងដាក់ប្រភេទតែថ្នាំសត្វល្អិតហើយនិងថ្នាំជំងឺ យើងលៃពេល បាទដល់ពេលយើងដាក់ចូលវគ្គទីបន្ទាប់នេះគឺយើងបាញ់អាហ្នឹងសុតហ្នឹងគឺចេញហ្មងយើងប្រើតែអាហ្នឹងសុតឲ្យមួយថ្នាំជំងឺយើងបូកដែរមួយថ្នាំជំងឺប្រភេទសង្កសីអីចឹងណាយើងតាមកលៈទេសៈ អាហ្នឹងខ្ញុំនិយាយមកមើល បាទ យើងប្រើប្រូតែមកពេលវេលាយើងអាចត្រូវថែមយើងថែមអត់ត្រូវថែមក៏យើងអត់បាច់ អត់ថែមទេបាទហ្នឹងហើយ អានឹងតាមជាក់ស្ដែងដោយសារអាកាសធាតុវាមានការប្រែប្រួលបើអត់មានការប្រែប្រួលទៅយើងប្រើរបស់យើង ប៉ុន្តែវាឃើញថែរក្សាការនៅស្រស់បានល្អ បាទ ឥឡូវយើងសង្កេតមើលផ្កា បាទ ផ្កានេះផ្កា នេះអាផ្កា ដែលចេញមក បាទ គឺវាស្រស់ កាលណាវាស្រស់វានៅចេញដូចយើងបានឃើញនេះញ៉ាំ វាអត់រីកច្រើនអត់រីកឲ្យក្រហមទេគឺរីកល្មមគឺវាលេចមកមក ហ្នឹងដូចចាក់ដៃនៅយើងបានឃើញហ្នឹងនេះចេញ នេះបងឥឡូវខ្ញុំដាក់កាមេរ៉ាឆ្ងាយដាក់ប៉ុណ្ណេះអត់ឃើញក្តាប់ទេ បាទ តែពេលយើងមើលគៀនេះ បានយើង ឃើញផ្ការីកតិចចេញក្តាប់តែម្ដង ហ្នឹងហើយ នេះឃើញទឹក នេះ បាន មើ រួ ល ច ដឹងណាមកចេញ កម្លាំង មើលដឹង ចេញច្រើនហេហើយពីមុនមករាល់ឆ្នាំគឺអត់ចេញចឹងទេបង បាទ ចេញ តតែផ្ការីកខ្លាំង ខ្លាំងមក បានរីកតែនេះ ចង់ចេញទៀតអត់ចឹងហើយដល់ពេលអានេះមើលទៀតតែអានេះតែរីកហើយតុង2 3ថ្ងៃនេះទេ បាទរីកតិចចេញក្តាប់វាអត់អាក់ទេ ហ្នឹងហើយគឺចេញក្តាប់មកហ្មងនោះហេ បាទ បាទ